គ្រប់អ្នកជំងឺយើងដែលមានជំងឺ stroke ហើយគាត់ពិបាកលេបឬក៏លេបឆ្លក់ហ្នឹងដែលធ្វើឲ្យមានផលវិបាកមួយធ្ងន់ធ្ងរដែលយើងសង្កេតឃើញច្រើនដែរធ្វើឲ្យប្រង់កូភ្នើមនីរលាកសួតដោយសារឆ្លក់ហ្នឹងធ្វើឲ្យអាស៊ីតកាពះហ្នឹងឬមួយចំណីលាយចំណីអាហារចូលទៅដល់ក្នុងសួតធ្វើឲ្យមានជំងឺសួតហើយគេហៅថាប្រង់កូភ្នើមនីអ៊ីណាឡេហ្នឹងជាជំងឺមួយធ្ងន់ហើយគ្រូពេទ្យយើងត្រូវមានវិធានការជាបន្ទាន់ថត X-ray ឲ្យបានរកវិនិច្ឆ័យថាគាត់មានប្រង់កូភ្នើមនីអ៊ីណាឡេហើយយកគាត់ទៅធ្វើ LBA គេហៅថាឡាវ៉ាប្រង់កូអាល់វ៉ូអូលេជាបន្ទាន់ដើម្បីបឺតយកចំណីអាហារឬក៏ទឹកអាស៊ីតពីក្នុងសួតផកតឲ្យសួតផកតហ្នឹងអាចដកដង្ហើមបានដើម្បីឲ្យSPO2 ដើម្បីអុកស៊ីហ្សែនចូលទៅក្នុងសួតផកតហ្នឹងគ្រប់គ្រាន់ជួយគាត់ជាបន្ទាន់ឲ្យបានទាន់ពេលវេលា